ម្នាក់សិតតែមានរឿងនៅក្នុងចិត្តរឿងខ្លះនិយាយទៅគិតថាវាអត់មានអ្នកស្ដាប់ហើយអត់ប្រយោជន៍ព្រោះយើងគិតថាគ្មានអ្នកណានឹងជឿហើយវាជាការពិតបន្ទាប់មកក៏ជ្រើសយកភាពស្ងប់ស្ងាត់ជាការដោះស្រាយដើម្បីគិតថាបានស្ងប់តែភាពស្ងៀមស្ងាត់ទាំងនោះក៏កើតជាសម្ពាធហើយជួនកាលវិធីតែមួយគត់ដើម្បីឲ្យមានអារម្មណ៍ធូរស្រាលគឺការនិយាយចេញក្រៅឲ្យធូរទ្រូងសូមស្វាគមន៍មកកាន់ Serai.io Digital Community សម្រាប់រឿងរ៉ាវក្នុងស្រមោលរបស់អ្នកទាំងអស់គ្នាគ្មានការវិនិច្ឆ័យគ្មានឈ្មោះពិតមានតែរឿងរបស់អ្នកដែលនឹងត្រូវបានស្ដាប់ដោយសហគមន៍មួយដែលយល់ពីអ្នកអ្វីដែលអ្នកត្រូវបង្ហាញមានតែមួយគត់គឺឈ្មោះហៅក្រៅហៅកាត់ថា AKA មើលថាអ្នកដទៃកំពុងតែលាក់បាំងអ្វីពួកគេបានជួបរឿងអ្វីខ្លះហើយចូលរួមនៅក្នុងការសន្ទនាវាគឺជាភាពអនាមិកមានសុវត្ថិភាពហើយទីបំផុតគឺត្រូវបានបើកបង្ហាញចូលទៅកាន់ Serai.io ឥឡូវនេះបញ្ចេញការពិតរបស់អ្នកហើយអ្នកណាទៅដឹងរឿងសម្ងាត់របស់អ្នកប្រហែលអាចคล้ายទៅជារឿងដែលខ្ញុំនឹងលើកយកមកនិយាយនៅក្នុងវីដេអូក្រោយកថាបាន